សូមជម្រាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននារសៀលថ្ងៃទី11ធ្នូឆ្នាំ2025នេះនាងខ្ញុំសូមធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យរបស់កម្ពុជានៅក្នុងយុទ្ធភូមិភាគទី4និងយុទ្ធភូមិភាគទី5សូមជម្រាបជូនផងដែរថាភាគីថៃនៅតែបន្តរំលោភបំពានលើបទច្បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដោយបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់ដោយអាវុធសារជាថ្មីមកលើដែនអធិបតេយ្យរបស់កម្ពុជាដោយប្រើប្រាស់កម្លាំងយោធាចាប់តាំងពីថ្ងៃទី7ខែធ្នូរហូតដល់ថ្ងៃទី11ខែធ្នូឆ្នាំ2025នេះស្ថានភាពនៃការគម្រាមកំហែងនិងការឈ្លានពានរបស់ថៃនៅលើតំបន់មួយចំនួននៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា1ស្ថានភាពជួរមុខនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី4ភាគីថៃបានបើកការបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង7:00នាទីព្រឹកដល់ម៉ោង3:00នាទីរសៀលថ្ងៃទី11ខែធ្នូឆ្នាំ2025នេះនាងខ្ញុំសូមជម្រាបជូនផងដែរថានៅវេលាម៉ោង7:24នាទីយោធាថៃបានធ្វើសកម្មភាពបាញ់ប្រហារសម្រុកយ៉ាងខ្លាំងនៅភូមិសាស្ត្រថ្មដូនប្រាសាទតាក្របីនិងប្រើប្រាស់រថក្រោះនិងកាភ្លើងធំនៅវេលាម៉ោង10:15នាទីកម្លាំងថ្មើរជើងយោធាថៃនិងរថក្រោះបានសម្រុកឡើងមកក្នុងភូមិសាស្ត្រភ្នំគីង្គក់តំបន់អូស្មាច់នៅវេលាម៉ោង10:33នាទីយោធាថៃបានបាញ់ផ្សែងពុលនៅតំបន់ភូមិសាស្ត្រភ្នំខ្មោចនៅវេលាម៉ោង10:35នាទីយោធាថៃបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់នៅខាងក្រោយប្រាសាទតំបន់ធំនិងទម្លាក់គ្រាប់នៅខាងក្រោយជិតស្រុកចុងកាល់នៅវេលាម៉ោង1:00នាទីរសៀលយោធាថៃបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកចំនួន2គ្រាប់នៅភូមិសាស្ត្រអានសេះនៅវេលាម៉ោង1:30នាទីយោធាថៃបានវាយប្រហារយ៉ាងខ្លាំងនៅលើភ្នំ500ភូមិសាស្ត្រអានសេះនៅវេលាម៉ោង1:45នាទីយោធាថៃបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់នៅតំបន់អានសេះនៅវេលាម៉ោង2:00នាទីរសៀលយោធាថៃបានបាញ់ប្រហារនៅភូមិសាស្ត្រប្រាសាទព្រះវិហារនិងតំបន់5មករានៅវេលាម៉ោង2:50នាទីយោធាថៃបានបាញ់ប្រហារនៅតំបន់ភូមិសាស្ត្រភ្នំ500ទី2ស្ថានភាពជួរមុខក្នុងសមរភូមិនៅក្នុងទិសយុទ្ធភូមិភាគទី5ភាគីថៃបានបើកការបាញ់ប្រហារមកលើកម្ពុជាដែលគិតចាប់នៅម៉ោង7:00នាទីព្រឹកដល់វេលាម៉ោង3:00នាទីរសៀលនៅថ្ងៃទី11ខែធ្នូឆ្នាំ2025នេះនៅវេលាម៉ោង7:52នាទីយោធាថៃបានផ្លោងចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង9:30នាទីយោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង9:42នាទីយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្របឹងត្រកួននៅវេលាម៉ោង9:55នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F16 ហោះឆ្វែលនៅក្នុងភូមិសាស្ត្រស្វាយជែករំលោភដែនអាកាសរបស់កម្ពុជានៅវេលាចាប់ពីវេលាម៉ោង10:25នាទីរហូតដល់ម៉ោង12:00នាទីយោធាថៃបានបាញ់ផ្លោងកំភ្លើងធំប្រភេទ100មីលីម៉ែត្រនិង105មីលីម៉ែត្រចំនួន30គ្រាប់ចូលនៅក្នុងភូមិសាស្ត្រភូមិតាស្ដាឃុំតាស្ដាស្រុកសំពៅលូននិងបានបាញ់ផ្លោងចូលបរិវេណមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនខេត្តបាត់ដំបងដែលជាទីតាំងស៊ីវិលបន្ថែមទៀតដែលទង្វើនេះកាន់តែសាហាវជាងមុននៅវេលាម៉ោង10:45នាទីយោធាថៃបានបាញ់ផ្លោងគ្រាប់ប្រភេទ100មីលីម៉ែត្រធ្លាក់ក្នុងភូមិស្ទឹងឃុំរលួសស្រុកស្វាយជែកនៅវេលាម៉ោង10:50នាទីយោធាថៃបានបាញ់ផ្លោងធ្លាក់នៅក្នុងភូមិស្លែងឃុំស្វាយជែកនៅវេលាម៉ោង10:51នាទីយោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង11:08នាទីយោធាថៃបានប្រើប្រាស់ drone ហោះស៊ើបការនៅក្នុងភូមិសាស្ត្រអូបីជាន់និងភូមិសាស្ត្របឹងត្រកួននៅវេលាម៉ោង11:30នាទីយោធាថៃបានធ្វើការបាញ់ប្រហារមកលើតំបន់អូភ្លុកដំរីដោយប្រើប្រាស់កាំភ្លើងប្រភេទ105មីលីម៉ែត្រនិងកាំភ្លើងដេកានៅវេលាម៉ោង12:13នាទីយោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួននៅវេលាម៉ោង12:40នាទីយោធាថៃបានបាញ់ផ្លោងគ្រាប់ចូលប្រមាណ11គ្រាប់ធ្លាក់នៅក្នុងឃុំត្រៀសស្រុកស្វាយជែកនៅវេលាម៉ោង13:12នាទីកម្លាំងថ្មើរជើងយោធាថៃបានចូលធ្វើសកម្មភាពនៅភូមិសាស្ត្រមុខភូមិជោគជ័យនៅវេលាម៉ោង13:25នាទីកម្លាំងថ្មើរជើងរបស់យោធាថៃបានធ្វើសកម្មភាពនៅភូមិសាស្ត្រច្រកបឹងត្រកួនគួរកត់សម្គាល់ផងដែរថា
នៅថ្ងៃទី10ខែធ្នូឆ្នាំ2025សកម្មភាពដ៏កម្ររបស់យោធាថៃបានបើកការបាញ់ប្រហារមុនហើយមិនរើសគោលដៅបាញ់ចូលទីប្រជុំជនភូមិឋានរបស់ប្រជាពលរដ្ឋរស់នៅពិសេសសាលារៀនរបស់កុមារនិងបាញ់បំផ្លាញប្រាសាទតាក្របីប្រាសាទព្រះវិហារជាទីសក្ការៈរបស់កម្ពុជានិងជាសម្បត្តិបេតិកភណ្ឌពិភពលោករួមទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរួមទាំងមន្ទីរពេទ្យបង្អែកនៅស្រុកសំពៅលូនផងដែរទង្វើដ៏សាហាវនេះបានបង្ហាញអំពីភាពអសិលធម៌ដែលបង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌អរិយធម៌និងជាទីសក្ការៈរបស់មរតករបស់មនុស្សជាតិជាពិសេសជាមរតកវប្បធម៌ដែលដូនតាខ្មែរបានបន្សល់ទុកដែលមានតម្លៃមិនអាចកាត់ថ្លៃបានសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃបានបង្កឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដែលគិតមកដល់ថ្ងៃទី11ខែធ្នូឆ្នាំ2025នេះនៅវេលាម៉ោងត្រឹមម៉ោង 12:00 នាទីរសៀលជនស៊ីវិលស្លូតត្រង់របស់កម្ពុជាបានបាត់បង់ជីវិតចំនួន11នាក់ក្នុងនោះមានទារកចំនួន1នាក់ផងដែរចំនួនអ្នករងរបួសជនស្លូតត្រង់កម្ពុជាកើនឡើងរហូតដល់74នាក់អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាទាមទារឲ្យយោធាថៃបញ្ឈប់រាល់ទង្វើឈ្លានពានរបស់ខ្លួនបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃបញ្ឈប់ការវាយប្រហារដោយមិនរើសអើងមិនរើសគោលដៅជាពិសេសទៅលើប្រជាជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលបញ្ឈប់ការវាយប្រហារបំផ្លិចបំផ្លាញទីតាំងប្រវត្តិសាស្ត្រដែលមិនត្រឹមតែជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែជាសម្បត្តិវប្បធម៌របស់មនុស្សជាតិទាំងមូលបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតសប្រែទៅជាខ្មៅជាបន្ទាន់យោធាថៃត្រូវតែបង្ហាញភាពស្មោះត្រង់និងសុឆន្ទៈប្រសិនបើថៃពិតជាចង់បានសន្តិភាពពិតប្រាកដមែនព្រោះសន្តិភាពមិនអាចកើតឡើងតាមរយៈការនិយាយប៉ុណ្ណោះទេប៉ុន្តែតាមរយៈសកម្មភាពជាក់ស្ដែងហើយកងទ័ពថៃអាចចាប់ផ្ដើមជាមួយនឹងការបញ្ឈប់រាល់សកម្មភាពខុសច្បាប់ដោយដែលបានរៀបរាប់ខាងលើទន្ទឹមនេះកម្ពុជាសូមអំពាវនាវឲ្យភាគីថៃវិលត្រឡប់មកអនុវត្តនៅបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ក្រោមការធ្វើជាសាក្សីរបស់អាដាមប្រធានាធិបតីដូណាល់ត្រាំនិងអាដាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអ៊ីប្រាហ៊ីមជាប្រធានអាស៊ានបដូវវេនក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិកោតទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជាថៃនិងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជាជៀសវាងសកម្មភាពឈ្លានពាននឹងការគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់កម្ពុជាបញ្ជាក់ជាថ្មីថានៅការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួននៅក្នុងការគោរពនិងការអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃប្រកបដោយសុឆន្ទៈនិងការទទួលខុសត្រូវខ្ពស់បំផុតកម្ពុជាប្រកាន់ខ្ជាប់នៅការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាមកំហែងឬការប្រើប្រាស់កម្លាំងសម្ដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិក្រសួងការពារជាតិនិងកងយោធពលខេមរភូមិន្ទសូមគូសបញ្ជាក់សារជាថ្មីថាគោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជាគឺផ្ដោតតែលើគោលដៅរបស់យោធាថៃប៉ុណ្ណោះមិនមែនសំដៅលើគោលដៅជនស៊ីវិលឬក៏ទីកន្លែងស៊ីវិលនោះទេកម្ពុជាតែងតែប្រកាន់ខ្ជាប់នៅការគោរពនិងការអនុវត្តរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់ច្បាស់លាស់បំផុតសូមគូបញ្ជាក់ផងដែរថាកងកម្លាំងកម្ពុជាបាននឹងបន្តឈរជើងយ៉ាងរឹងមាំស្វាហាប់មូលមុតនឹងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាននិងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាយើងក៏បញ្ជាក់ឡើងវិញនៅសិទ្ធិស្វ័យការពារដែលអធិបតេយ្យភាពរបស់យើងដោយដែលមានចែងក្នុងច្បាប់អន្តរជាតិដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយកម្ពុជានឹងមិនចោះចាញ់នឹងការបង្ខិតបង្ខំឬការបំផិតបំភ័យទោះក្នុងទម្រង់មួយណាឡើយសូមប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់និងលើកទឹកចិត្តដល់កងទ័ពដ៏អង់អាចក្លាហានរបស់យើង
ដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់រាជរដ្ឋាភិបាលកងទ័ពនិងប្រជាជនកម្ពុជារួបរวมគ្នាជាធ្លុងមួយក្នុងការការពារទឹកដីសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យភាពរបស់យើងដោយអង្គអាចក្លាហាននិងដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយព្រឹកមិញនេះយើងបានដាក់ពីកញ្ចែងទៅវិញធ្វើឲ្យខ្មោចរបស់ថៃនោះស្លាប់មែនទេឥឡូវនេះកំពុងថ្មីនេះដែលខ្ញុំកំពុងធ្វើការ live តនេះគឺកំពុងតែមានការថៃវាកំពុងតែផ្លោងមកដាក់ដល់បឹងតកូនវិញជុំដល់បឹងតកូនពីព្រោះវាសុំចរចាជាមួយខ្មែរពីថ្ងៃមិញសុំចរចាដឹកយកខ្មោចប៉ុន្តែសមរភូមិក្តៅមិនអាចឲ្យយកខ្មោចអញ្ចឹងឥឡូវនេះខ្ញុំកំពុងធ្វើការផ្សាយតនេះគេរាយការណ៍មកខ្ញុំថាកំពុងតែមានការផ្ទុះថៃវាកំពុងផ្លោងជុំដើម្បីវាយកខ្មោចដើម្បីដឹកខ្មោចរបស់វាទៅបាទដឹកខ្មោចរបស់វាអញ្ចឹងខ្មោចរបស់យោធាថៃនេះគឺស្លាប់ច្រើនណាស់បាទដោយសារតែក្រុមយើងគឺវគ្គកងទ័ពរបស់យើងគាត់បាញ់ចំគោលដៅឲ្យជ្រុំឲ្យងាប់ច្រើនណាស់នៅថ្ងៃម្សិលមិញបាទនៅថ្ងៃម្សិលមិញនេះគឺក្រុមយោធាថៃនេះគឺបានបើករថពាសដែករថក្រោះហ្នឹងបាទរថក្រោះហ្នឹងគឺបានចូលមកដល់ហើយមិនត្រឹមប៉ុណ្្នឹងទេគឺខាងយោធាថៃហ្នឹងគឺគេបានបាញ់យកកំភ្លើងយកអាកាយកកំភ្លើងអំសីហ្នឹងសំទោសអំសីហ្នឹងមកបាញ់កំភ្លើងយន្តហ្នឹងមកបាញ់ដើម្បីកំទេចអាគារកុយហើយនិងអាគារកាស៊ីណូហ្នឹងដែលទល់មុខគ្នាហ្នឹងបាញ់ឲ្យរត់ទៅវិញបាញ់ឲ្យដកប៉ុន្តែម្សិលមិញនេះគឺគេបានចូលដល់មុខអាគារកោយើងតែម្ដងមានន័យថាយករថពាសដែកហ្នឹងមកដល់មុខអាគារកោយើងតែម្ដងហើយគេបានយករថក្រោះរបស់គេហ្នឹងបាញ់ទៅលើកាស៊ីណូហើយកាស៊ីណូហ្នឹងដែលខ្ញុំដឹងច្បាស់ហ្នឹងវាមិនមែនជាអ្នកដទៃទេជាកាស៊ីណូរបស់បងអូនធររបស់ខ្ញុំបាទហើយកាស៊ីណូហ្នឹងសូមជម្រាបប្រាប់ផងដែរថាអត់មានម្ចាស់ទេសំទោសអត់មានមនុស្សនៅទេមានតែអ្នកយាមម្នាក់ពីរនាក់ទេហើយកាស៊ីណូហ្នឹងយើងធ្វើបានមិនទាន់ហើយទេមិនទាន់មានអត់មានអីទេបាទកំពុងតែធ្វើទេអញ្ចឹងអត់មានខ្មែរយើងអត់មានអ្នកណាលបួសឲ្យនៅក្នុងទេបាទអាហ្នឹងបងប្អូនត្រូវយល់ពីព្រោះខ្ញុំស្និទ្ធជាមួយនឹងម្ចាស់កាស៊ីណូនឹងផ្ទាល់តែម្ដងខ្ញុំផឹកជាមួយគ្នាកាលពីខ្ញុំនៅកន្លងមកហ្នឹងគឺនៅជាមួយខ្ញុំរាល់ថ្ងៃទេអញ្ចឹងខ្ញុំដឹងរឿងបឹងតកូច្បាស់បាទហើយឯអាគារកុយហ្នឹងគឺខ្ញុំដឹងច្បាស់ដែរអញ្ចឹងម្សិលមិញហ្នឹងគឺថៃវាបានយករថពាសដែកមកដល់ទងជាតិបានយកមកដល់ទងជាតិចឹងហើយព្រឹកមិញនេះគឺយើងបានបាញ់វាទៅពីកញ្ចែងបាទបាញ់ពីកញ្ចែងមានន័យថាយុទ្ធសាស្ត្ររបស់យើងគឺយើងមិនអាចយើងឲ្យវាចូលសិនដើម្បីយើងបាញ់ដូចខ្ញុំនិយាយបើកច្រកឲ្យវាចូលហើយដល់ពេលដែលយើងមានឱកាសចម្លៀសប្រជាជនចេញអូអញ្ចឹងហើយបានអាជ្ញាធរគាត់ខិតខំដើម្បីចម្លៀសប្រជាជនឲ្យចេញពីបឹងតកូននឹងឲ្យអស់ដើម្បីឲ្យគេហៅថាវគ្គកងទ័ពរបស់យើងស្រួលតដៃស្រួលបាញ់ការពារបាទនៅពេលដែលពួកវាចូលមកហ្នឹងគឺវាចូលបានប្រហែលជាម្សិលមិញវាចូលបានគឺវាគោលដៅរបស់វាហ្នឹងគឺវាម្រងយកទីតាំងវាម្រងយកទ័ពរបស់វាទីតាំងរបស់វាហ្នឹងដាក់យកអាគារកុយហ្នឹងធ្វើជាទីតាំងដាក់ឲ្យរថក្រោះហើយវាយកអាកាស៊ីណូរបស់វាហ្នឹងដាក់ធានវាប៉ុន្តែក្រុមរបស់យើងមានកាមេរ៉ាមានន័យថាវាបើវាយមិនទាន់ផ្ដាច់អស់ទេកាមេរ៉ានៅកាស៊ីណូហ្នឹងគឺគេអាចមើលតាមទូរស័ព្ទបានហើយវាដាក់រថក្រោះបុករថក្រោះទៀតបាទម៉ោងនេះក៏អត់ដួលរំទេអាគារហ្នឹងប៉ុន្តែព្រឹកមិញនេះយើងបានដាក់ពីកញ្ចែងទៅវិញធ្វើឲ្យខ្មោចរបស់ថៃនោះស្លាប់មែនទេឥឡូវនេះកំពុងថ្មីនេះដែលខ្ញុំកំពុងធ្វើការ live តនេះគឺកំពុងតែមានការថៃវាកំពុងតែផ្លោងមកដាក់ដល់បឹងតកូនវិញជុំដល់បឹងតកូនពីព្រោះវាសុំចរចាជាមួយខ្មែរពីថ្ងៃមិញសុំចរចាដឹកយកខ្មោចប៉ុន្តែសមរភូមិក្តៅមិនអាចឲ្យយកខ្មោចអញ្ចឹងឥឡូវនេះខ្ញុំកំពុងធ្វើការផ្សាយតនេះគេរាយការណ៍មកខ្ញុំថាកំពុងតែមានការផ្ទុះថៃវាកំពុងផ្លោងជុំដើម្បីវាយកខ្មោចដើម្បីដឹកខ្មោចរបស់វាទៅបាទដឹកខ្មោចរបស់វាអញ្ចឹងខ្មោចរបស់យោធាថៃនេះគឺស្លាប់ច្រើនណាស់បាទដោយសារតែក្រុមយើងគឺវគ្គកងទ័ពរបស់យើងគាត់បាញ់ចំគោលដៅឲ្យជ្រុំឲ្យងាប់ច្រើនណាស់បាទឥឡូវនេះមានន័យថាវាដកគឺឥឡូវនេះវាចាប់ដើមជ្រុំមកនៅក្នុងកំពុងអង្គុយយើងក្នុងឡាននេះវាកំពុងជ្រុំវាកំពុងបាញ់ដល់បឹងតកូនកំពុងជ្រុំនឹងហើយដើម្បីយកខ្មោចជូនខ្មោចវាបាទអញ្ចឹងបានយើងជឿជាក់លើវគ្គកងទ័ពរបស់យើងពីប្រយុទ្ធសាស្ត្ររបស់យើងគឺល្អណាស់អញ្ចឹងរឿងខ្លះយើងក៏មិនអាចឲ្យក្អែកឲ្យពោះចិត្តបានដែរបាទអញ្ចឹងគឺយុទ្ធសាស្ត្រយើងគឺបើសិនជាវាយកដាក់ទៅហ៊ាននៅក្នុងយកតាមពិតគោលដៅរបស់វាហ្នឹងយោធាថៃហ្នឹងវាមិនរងយកអាកាស៊ីណូហ្នឹងដាក់ធ្វើជាកន្លែងស្បៀងធ្វើជាកន្លែងដាក់ទ័ពដាក់អីហ្មងវាធ្វើជាកន្លែងប្រយុទ្ធរបស់វាហ្មងយកអាគារកុយហ្នឹងក៏ប៉ុន្តែពួកយើងមានយុទ្ធសាស្ត្រវគ្គកងទ័ពរបស់យើងគឺមានយុទ្ធសាស្ត្រអាក្តាមវាចូលមកច្រើនហ្នឹងអញ្ចឹងនៅពេលដែលវាចូលមកច្រើនហ្នឹងយើងដាក់តែពីកញ្ចែងគឺស្ងាត់ឥឡូវនេះបងប្អូនឃើញក្នុងវីដេអូហើយគឺវគ្គកងទ័ពរបស់យើងថ្ងៃមិញហ្នឹងគឺវគ្គកងទ័ពរបស់យើងគឺបានចុះបាទទៅដកទងជាតិរបស់ថៃហើយដាក់ទងជាតិរបស់ខ្មែរវិញតែបងប្អូនឃើញជាការមួយសប្បាយចិត្តមែនទែនយើងសប្បាយចិត្តហើយយើងរំភើបយើងអបអរសាទរមែនទែនហើយម៉ោងនេះវាកំពុងតែផ្លោងមកដើម្បីជូនខ្មោចវាទេបងប្អូនកំពុងជូនខ្មោចវាទេ
បាទពីព្រោះវាបាក់តបរត់វាមិននឹកស្មានថាយើងហ្នឹងដូចថាវាប្រហើនណាវាចូលមកកណាចូលដល់អាគារកុយហ្នឹងអានេះគេហៅដីកម្ពុជាហើយវាផុតកុងត្រូលព្រំដែនវាផុតវាចូលដល់កណាដល់អាគារកុយគឺនិយាយចំទៅអានេះគេហៅមិនវាចូលលក្ខណៈប្លន់ដីហ្មងវាយប្លន់ដីហ្មងអញ្ចឹងកងទ័ពរបស់យើងគឺលោកជំរាបប្រជាជនឲ្យបានលោកសូធ្វើការឥឡូវនេះយើងដាក់វាទៅពីកញ្ច្រែងគឺស្ងាត់ហើយងាប់រិលពេញហ្នឹងហើយបាទនឹងសូមឲ្យបងប្អូនដឹងនេះជាព័ត៌មានមួយដែលច្បាស់ហើយបងប្អូនដឹងហើយក្នុង SBT ខ្ញុំមិននិយាយអ្វីដែលមិនជាកាប់ទេច្បាស់តែខ្ញុំនិយាយហើយខ្ញុំបងប្អូនត្រូវយល់ថាខ្ញុំអត់ចូលចិត្តសរសេរខឹបសិនឡើងចុះទេប៉ុន្តែមួយរយៈនេះខ្ញុំមិនឡាយអត់អីហ្នឹងសូម្បីតែនៅក្នុងការចែកអំណោយហ្នឹងក៏ខ្ញុំអត់បាទការចែកអំណោយហ្នឹងក៏ខ្ញុំអត់បានឡាយដែរកន្លែងខ្លះខ្ញុំឡាយផ្ទាល់ឲ្យមើលកន្លែងខ្លះគឺខ្ញុំថតទុក